ពីអ្នកប្តីប្រពន្ធគាត់បើកឡានចូលទៅចាក់ប្រេងដោយគាត់មានតែលុយខ្មែរអញ្ចឹងគាត់ត្រូវមើលតារាងតម្លៃខាងលុយខ្មែរហើយគិតលុយឲ្យទៅតាមនឹងប៉ុន្តែត្រូវបុគ្គលិកលក់ប្រេងគិតកន្ទុយបន្ថែមម្ចាស់ឡានក៏បានថតជាវីដេអូបង្ហោះធ្វើផ្ទុះការវេកញែកពេញបណ្ដាញសង្គមបុគ្គលិកលក់ប្រេងត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារម្ចាស់ឡានត្រូវបានគេជេរប្រមាថយ៉ាងចាស់ដៃម្ចាស់ផលិតផលមួយចំនួនក៏ឆ្លៀតជេរមួយឆ្អែតដើម្បីប្រមូលផលិតផលរបស់ខ្លួនអ្នកចាក់ប្រេងគាត់មានលុយខ្មែរគាត់ប្រកាសជាមើលតារាងតម្លៃលុយខ្មែរប៉ុន្តែនៅពេលដែលគិតលុយត្រូវបុគ្គលិកលក់ប្រេងសុំបន្ថែមកន្ទុយតើជាកំហុសអ្នកណារឿងគិតលុយខុសពីតារាងតម្លៃនេះទោះជា100ខ្មែរក៏ធ្វើឲ្យគេមានអារម្មណ៍អត់ល្អដែរវាមិនច្រើនទេប៉ុន្តែធ្វើឲ្យគេមានអារម្មណ៍ថារញ៉េរញ៉ៃហើយបាត់បង់ទំនុកចិត្តប៉ុន្តែការថតរូបគេច្បាស់យកមកបង្ហោះដោយមិនមានការព្រមព្រៀងគឺខុសរឿងនេះបើយើងស្ដាប់ទៅតាមការរៀបរាប់របស់បុគ្គលិកចាក់ប្រេងគឺមេរបស់គាត់គិតថ្លៃប្រេងជាដុល្លារត្បិតតែតារាងតម្លៃមានលុយខ្មែរប៉ុន្តែពេលគិតលុយមេរបស់គាត់គិតជាដុល្លារទាំងអស់អញ្ចឹងបុគ្គលិកលក់ប្រេងត្រូវយកលុយខ្មែរទៅទិញដុល្លារដើម្បីយកទៅឲ្យមេបើមិនជាដុល្លារឡើងថ្លៃលើសពីតារាងតម្លៃគឺគាត់ត្រូវខាតរឿងនេះវាជារឿងផ្ទៃក្នុងរបស់ក្រុមហ៊ុនអញ្ចឹងភ្ញៀវដែលចាក់ប្រេងក៏អត់យល់ទេហើយការសុំលុយបន្ថែមនេះគឺងាយនឹងប៉ះពាល់អារម្មណ៍គេអញ្ចឹងគេកាន់តែមិនចង់យល់ព្រោះវារញ៉េរញ៉ៃតាមពិតទៅលុយ 1000 រៀលវាអត់ច្រើនទេសម្រាប់អ្នកជិះឡានប៉ុន្តែគេអត់សប្បាយចិត្តនឹងឲ្យព្រោះតារាងតម្លៃផ្សេងដល់ពេលគិតលុយផ្សេងធ្វើឲ្យគេមានអារម្មណ៍ថាខ្សែលើអ្នកខ្លះថាត្រឹម 1000 រៀលសោះងាញ់ទៅចិត្តអាក្រក់ម្លេះពេលខ្លះងាកទៅមើលអ្នកចិត្តល្អម៉ែជេរគេកប់មាត់ឡើងដូចខ្ទួយប៉ះតាណាតិចទៅនឹងអណ្ដាតដូចភ្លើងប៉ះតាណាឆេះទៅនឹងជេរគេតែផ្សព្វផ្សាយលក់ផលិតផលនៅមុខកាមេរ៉ាអាណិតអ្នកក្របើអ្នកក្រណាអត់ល្បី100ខ្មែរមិនល្បីហងខ្ញុំមើលវីដេអូនឹងដំបូងអត់សូវយល់ដែរព្រោះតារាងតម្លៃលុយខ្មែរដល់ពេលឲ្យលុយខ្មែរថែមកតុយរហូតដល់មានបុគ្គលិកចាក់ប្រេងផ្សេងទៀតគាត់ចេញមកបកស្រាយទៅខ្ញុំស្ដាប់យល់បើដូចអ្វីដែលពួកគាត់បកស្រាយមែនប្រេងទាំងអស់មេរបស់គាត់គិតជាដុល្លារទាំងអស់អញ្ចឹងពេលគិតលុយគាត់ត្រូវទិញដុល្លារដើម្បីឡើងឲ្យមេបើដុល្លារឡើងថ្លៃពួកគាត់ចេញខាតអញ្ចឹងបើសិនជាគាត់លក់បានកាន់តែច្រើនគាត់ត្រូវចេញខាតកាន់តែច្រើនសម្រាប់អ្នកក្រ 1000 រៀលច្រើនហើយ 1000 រៀលមិនមែនមានតែម្ដងក្នុងមួយថ្ងៃណាបើសិនជា 1000 រៀល10 ដងក្នុងមួយថ្ងៃហើយរយៈពេល1ខែគុណនឹង30ថ្ងៃតើប៉ុន្មានបើរឿងនេះជាការពិតដោយអ្វីដែលបុគ្គលិកចាក់ប្រេងគាត់និយាយស្ថានីយលក់ប្រេងទាំងអស់ត្រូវតែរកដំណោះស្រាយព្រោះតម្លៃដាក់ផ្សេងដល់ពេលគេចូលចាក់គិតផ្សេងតែកាលណាគិតតម្លៃខុសពីតារាងតម្លៃហើយគិតខុសតែ100រៀលក៏គេមានអារម្មណ៍អត់ល្អដែរវាមិនមែនពាក់ព័ន្ធនឹងចំនួនលុយទេវាពាក់ព័ន្ធនឹងអារម្មណ៍គេអត់សប្បាយចិត្តសេវាកម្មណាក៏ដោយកុំថាឡើយដល់គិតខុសតម្លៃទោះជា free ក៏ដោយបើគេអត់សប្បាយចិត្តគេអត់ប្រើសេវាកម្មហ្នឹងទេទោះជា free ក៏ដោយខ្ញុំនិយាយនេះនិយាយដោយការថ្លឹងថ្លែងមិនមែនញុះញង់បន្ថែមទេអ្នកខ្លះប្រឹងដុតបញ្ឆេះបន្ថែមដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន